ថ្នាំថ្មីនេះវាខ្លាំងជាងមុនណាជក់ហើយវានឹងធ្វើឲ្យឯងដឹងថាអ្នកណាមិត្តនិងអ្នកណាជាសត្រូវប្រពន្ធឯងនឹងណាវាមិនធម្មតាទេប្រយ័ត្នវាដាក់ថ្នាំបំពុលឯងណាអញរកតែរបស់សុទ្ធអញ្ចឹងយប់ជ្រៅនៅក្នុងផ្ទះឈើតូចមួយសំឡេងមេឃក្រហមស្រដៀងនឹងបរិយាកាសដ៏តានតឹងនៅក្នុងផ្ទះសុធេរីអង្គុយតែបោកកៅអៅទាំងទឹកភ្នែករលីងរលោងខណៈពេលដែលកូនក្រមុំតូចកំពុងតែដេកលក់អោបតុក្កតារំពេចនោះក៏មានសំឡេងធាក់ទ្វារភាំងបានបន្លឺឡើងវិបុលបានដើរចូលមកទាំងធំក្លិនស្រានិងក្រហមភ្នែកងាំងណែធេរីនាងឯងមិនទាន់ដេកទេតើមានទីឬក៏នាងឯងកំពុងតែរងចាំសហាយរបស់ឯងដែលនៅផ្ទះជិតខាងនឹងហ៎ឆ្លើយភ្លាមមកបងវិបុលបងស្វឹងហើយបងទៅងុយទឹកហើយសម្រាកទៅកុំឲ្យផ្អើលដល់កូនខ្ញុំអង្គុយដេកខោអាវនឹងណាគឺដើម្បីរកលុយទិញអង្ករទេបងអង្គស្អីឬមួយក៏ជាលុយដែលសហាយរបស់ឯងវាឲ្យអញឃើញអាដាដែលជាអ្នកចិត្តខាងនឹងវាដើរមកអើតមើលផ្ទះរបស់អញរាល់ថ្ងៃឯងប្រាប់អញមកវាឲ្យឯងប៉ុន្មានបានជាឯងការពារវាខ្លាំងម្ល៉េះបងអាចឈួតហើយគ្រឿងញៀនវាធ្វើឲ្យបងឯងពំវែងអស់ហើយឡានកកដាគេចតនៅមុខផ្ទះគេតាបពាក់ព័ន្ធអីជាមួយនឹងខ្ញុំទៅបងឈប់ធ្វើបាបខ្ញុំទៀតទៅបើមិនអាណិតខ្ញុំទេក៏អាណិតដល់កូនដែរកូននឹងជាកូនរបស់អញឬក៏ជាកូនរបស់វាអញមិនជឿអ្នកណាទាំងអស់អញបានឮសំឡេងវាខ្សឹបប្រាប់ដាក់ក្នុងតិចអញរាល់យប់ឯងនេះវាចង់សម្លាប់អញដើម្បីទៅរស់នៅជាមួយអកកដាតើមែនទេប្រាប់ភ្លាមមកពេលនោះសុធេរីនាងមិនបានតបតអ្វីទៀតឡើយដោយសារតែនាងមិនចង់មានរឿងព្រឹកថ្ងៃបន្ទាប់វិបុលស្វាងបន្តិចតែគេមានអាការៈស្លេកស្លាំងនិងញ័រដៃញ័រជើងដោយសារតែគេអត់ថ្នាំគេបានដើរទៅរករឿងកកដាដែលកំពុងតែលាងឡាននៅឯមុខផ្ទះណែអកកដាឯងស្មានតែយើងមិនដឹងតើមែនទេឯងលួចលាក់តាក់ទងជាមួយប្រពន្ធរបស់អញតាំងពីកាលប្រាប់យើងមកបងវិបុលនេះបងនិយាយស្អីនឹងខ្ញុំគោរពបងនិងបងធេរីដូចជាបងប្អូនបង្កើតរបស់ខ្ញុំអញ្ចឹងខ្ញុំមិនដែលគិតរឿងថោកទាបបែបហ្នឹងទេបងគួរតែសម្រាកខ្លះទៅហើយក៏ឈប់ប្រើប្រាស់ថ្នាំញៀននិងរបស់មិនល្អនឹងទៅឯងកុំធ្វើជាចរិតអ្នកមានមនុស្សធម៌អីភ្នែករបស់ឯងនេះណាសម្លឹងមើលតែប្រពន្ធរបស់អញវាលើសពីអ្នកចិត្តខាងឯងចាំមើលចុះបើអញចាប់បានដឹងថាឯងស្រឡាញ់ប្រពន្ធរបស់អញនឹងសម្លាប់ទាំងពីរពេលនិយាយហើយវិបុលក៏បានដើរចូលទៅក្នុងផ្ទះវិញជួបអាខូចដែលកំពុងតែហុចកញ្ចប់មួយឲ្យគេយ៉ាងម៉េចហើយពួកម៉ាក់ថ្នាំថ្មីនេះវាខ្លាំងជាងមុនណាជក់ហើយវានឹងធ្វើឲ្យឯងដឹងថាអ្នកណាមិត្តនិងអ្នកណាជាសត្រូវប្រពន្ធឯងនឹងណាវាមិនធម្មតាទេប្រយ័ត្នវាដាក់ថ្នាំបំពុលឯងណាអញរកតែរបស់សុទ្ធអញ្ចឹងវិបុលទទួលយកថ្នាំមកសេពទាំងងងឹតងងល់អតិពលនៃគ្រឿងញៀនក៏ចាប់ផ្ដើមធ្វើឲ្យគេនឹកឃើញរូបភាពរវើរវាយកាន់តែខ្លាំងគេចាប់ផ្ដើមឮសំឡេងមនុស្សដើរនិយាយពេញផ្ទះទោះបីជាផ្ទះនោះស្ងាត់ជ្រងំក៏ដោយព្រឹកព្រលឹមនៅក្នុងផ្ទះសុធេរីកំពុងតែដាំបាយទាំងភ្នែកហើមប៉ោងដោយសារតែយំមួយយប់ជីម៉ៅជាម្ដាយក្មេកបានដើរចូលមកក្នុងបន្ទប់ទាំងមួម៉ៅមិនមែនខឹងកូនប្រុសដែលប្រើអំពើហិង្សានោះទេតែបែរជាខឹងកូនស្រីប្រសាដែលត្រូវកូនប្រុសរបស់ខ្លួនធ្វើបាបធេរីឯងធ្វើឲ្យវាខឹងទៀតហើយតើមែនទីបានជាយប់មិញវាស្រែកផ្អើលអ្នកភូមិបែបហ្នឹងណាឯងដឹងទេថាកិត្តិយសគ្រួសាររបស់អញវារលេកអស់ហើយគឺដោយសារតែឯងហ្នឹងណានាងស្រីចង្រៃម៉ែមិនឃើញទេបងវិបុលវាខ្ញុំមែនទេគាត់ជេរខ្ញុំស្ដោះទឹកមាត់ដាក់មុខខ្ញុំគាត់ចាត់ខ្ញុំថាមានប្រុសទៀតម៉ែដឹងច្បាស់ថាខ្ញុំរស់នៅក្នុងគ្រួសារនេះខ្ញុំលេខកៅអៅខ្ញុំបោកកៅអៅគឺរាល់ថ្ងៃនេះខ្ញុំរបត់ខ្លាំងណាស់តែខ្ញុំមានសហាយបោកពីណាហើយអ្វីដែលគាត់ចាត់ខ្ញុំគឺគ្រឿងញៀនទេដែលធ្វើឲ្យកូនម៉ែវាឈួនវាចោលខ្ញុំទាំងងងឹតងងល់ណែឯងកុំមកទម្លាក់កំហុសនៅលើកូនអញវិបុលវាមិនដែរអញ្ចឹងទេកាលវានៅជាមួយអញណាវាមិនដែរប្រព្រឹត្តគ្រឿងស្មោកគ្រប់អញ្ចឹងទេគឺវាមកពីឯងនឹងឯងធ្វើចរិតមិនដាច់ស្រេចឯងរៀបរឹកឲ្យវាសង្ស័យហើយចោះអាដាជាអ្នកចិត្តខាងនឹងមិនក៏វាឧស្សាហ៍មកស៊ូនមកឯងម្លេះបើមិនមែនលេបខាយដាក់វាទេវាមិនដែលបករកឯងទេកូនអញវាប្រើប្រាស់គ្រឿងញៀនក៏ព្រោះតែវាស្រេះនឹងឯងម៉ែនេះម៉ែនិយាយចេញបានមកដោយយ៉ាងម៉េចម៉ែស្រឡាញ់កូនម៉ែខ្ញុំយល់តែម៉ែត្រូវមានអយុត្តិធម៌ឲ្យខ្ញុំខ្លះផងបើម៉ែនៅតែបណ្ដោយឲ្យគាត់ជួរួចវាធ្វើបាបខ្ញុំបែបនេះថ្ងៃណាមួយគាត់ច្បាស់ជាសម្រាប់ខ្ញុំជាមិនខានទេម៉ែ
អើបើវាសម្លាប់ឯងណាគឺមកពីមាត់អាក្រក់របស់ឯងនឹងឯងកុំបន្តមាត់ជាមួយនឹងអញចេញទៅចេញទៅរកបាយឲ្យវាស៊ីទៅវាងើបមកវិញឥឡូវហើយឯងកុំធ្វើឲ្យវាទោះចិត្តទៀតណា នីតានិងកូនតូចអាយុ6ឆ្នាំកំពុងតែអង្គុយពូននៅក្នុងថតតុឈើចាស់មួយនៅកាច់ជ្រុងបន្ទប់នាងបានយកដៃខ្ទប់ត្រចៀកទាំងសងខាងជិតភ្នែកសម្លឹងទៅមើលទ្វារបន្ទប់ឪពុកទាំងភ័យខ្លាចវិបុលបានដើរចេញទាំងភាពរវើរវាយនីតាឯងចេញមកណេះភ្លាមមកប្រាប់ប៉ាភ្លាមមកការប៉ាមិននៅតើអ្នកណាគេចូលមកក្នុងផ្ទះរបស់យើងខ្លះអាដាជាអ្នកចិត្តខាងនឹងវាធ្លាប់អង្គុយចិត្តម៉ែឯងដែរទេហ៎អត់ទេប៉ាពួកតាគ្រាន់តែយកនំមកឲ្យម៉ាក់ផ្ញើអូនមករបងតាប៉ានំមែនទេវាទិញនំឲ្យឯងហ៎ដើម្បីឲ្យឯងជួយលាក់បាំងរឿងនឹងមែនទេកូនចង្រៃឯងក៏ក្បត់អញដែរតើមែនទេហ៎ចាំនិយាយមកបងវិបុលចុះភ្លាមបងមានរឿងអីមកធ្វើបាបកូនបែបនេះកូនគ្នានៅក្មេងណាវាមិនដឹងអីទេបងចង់វិញបងចង់ជេរបងធ្វើមកលើខ្ញុំមកកុំប៉ះពាល់ដល់កូនអីឯងការពារវាខ្លាំងណាស់មែននេះទាំងម៉ែទាំងកូនគឺឯងសុទ្ធតែជាអ្នកក្បត់អញទាំងពីរអញឮសំឡេងមិត្តភ័ក្តិរបស់អញប្រាប់ថាពួកឯងរៀបចំផែនការបំពុលអញដឹងល្បិចស្មោកគ្រប់របស់នាងឯងគ្រប់យ៉ាងនៅពេលនោះវិបុលបានចាប់ផ្ដើមវាយកំទេចរបស់របរសម្ភារៈនៅក្នុងផ្ទះនឹងបានវាយកំទេចម៉ាស៊ីនដេរជាប្រភពចំណូលតែមួយគត់របស់សុធារីនីតាស្រែកយ៉ាងខ្លាំងរហូតដល់ថ្នាក់លែងមានសម្លេងនាងបានចាប់ផ្ដើមមានអាការៈញាប់ញ័រទ្រឹតនិងលែងមានហ៊ានការនិយាយស្ដីជាមួយអ្នកណាទាំងអស់ភាពជាឪពុកដែលធ្លាប់អោបក្រសោបថ្នាក់ថ្នមនាងឥឡូវបានคล้ายទៅជាបិសាចដែលលងបន្លាចនាងជារៀងរាល់យប់ដ៏ស្ងាត់ជ្រងំតែនៅក្នុងចិត្តរបស់វិបុលគឺពោពេញទៅដោយសំឡេងសូរសាប់ខ្សឹបខ្សៀវគេអង្គុយនៅមាត់បង្អួចអង្គុយកាន់កំបិតប៉ាំងតោមួយជាប់នឹងដៃភ្នែករបស់គេសម្លឹងទៅមើលផ្ទះរបស់កកដាទាំងមិនដាក់ភ្នែកអតិពលនៃគ្រឿងញៀនធ្វើឲ្យគេមើលឃើញមនុស្សដើរកាត់ទៅកាត់មកពេញរបងផ្ទះទោះបីជាការពិតគ្មាននរណាម្នាក់ក៏ដោយចេញមកអាដាអញដឹងថាឯងកំពុងតែចាំអញដេកលក់ដើម្បីឯងលួចចូលមកតាមមែនទេមីធារីឯងកំពុងតែចាំវាតាមមែនទេពេលនិយាយបែបនោះហើយគេក៏បានដើរចូលទៅក្នុងបន្ទប់ដេកទាំងជើងទទេសំឡេងអាចស្រមោលឈើឬគ្រឹកគ្រឺតគួរឲ្យរន្ធត់គេយកកំបិតទៅដាក់ផ្ទឹមនឹងថ្ពាល់របស់សុធារីដែលកំពុងតែដេកលក់ទាំងភ័យខ្លាចបងវិបុលបងធ្វើស្អីហ្នឹងបងដាក់កំបិតចុះទៅបងនេះបងចង់សម្លាប់ខ្ញុំមែនទេសម្លាប់ហ៎អញមិនទាន់សម្លាប់ឯងទេអញចង់ឲ្យឯងសារភាពប្រាប់អញមកអាដាវាចូលតាមច្រកណាបើឯងមិននិយាយទេយើងនឹងកាត់អណ្ដាតឯងចោលឥឡូវនឹងហើយបងអើយគ្មាននរណាចូលមកទេខ្ញុំបើសុំមកវបោកតិចចុះអាណិតកូនផងបើបងសម្លាប់ខ្ញុំតានៃតានឹងរស់នៅជាមួយអ្នកណាម៉ែជួយខ្ញុំផងបងវិបុលចង់សម្លាប់ខ្ញុំហើយម៉ែភ្លាមនោះជាម៉ៅក៏បានដើរចូលមកឃើញកូនប្រុសកាន់កំបិតគាត់ភ័យញ័រពេញខ្លួនក៏ប៉ុន្តែព្យាយាមលួងលោមកូនទាំងខុសរឿងអាយ៉ាកូនវិបុលឯងដាក់កំបិតចោះណាម៉ែដឹងថាឯងខឹងតែឯងធ្វើបែបនេះគឺមិនល្អទេធារីឯងបញ្ញាប់សំពះសុំទោសវាភ្លាមទៅក្រែងលោវាបាត់ខឹងណាពេលនោះសុធារីក៏បានសំពះសុំទោសទាំងដែលខ្លួននាងមិនខុសព្រឹកថ្ងៃបន្ទាប់កម្ដៅថ្ងៃក្ដៅងាំងវិបុលមានអាការៈកាន់តែធ្ងន់គេចាប់ផ្ដើមកំទេចអ្វីដែលនៅនឹងមុខគេរួចរត់ជេរប្រមាថកកដានៅមុខផ្ទះទាំងកំហឹងបែកផ្សែងឆាប់ចេញភ្លាមមកកកដាថ្ងៃនេះយើងនឹងដោះស្រាយជាមួយនឹងឯងឲ្យដាច់ស្រេចឯងចង់បានប្រពន្ធរបស់អញមែនទេនៅពេលនោះដោយកកដាឃើញសភាពការមិនស្រួលព្រោះវិបុលកាន់កបិតនិងដបសាំងនៅក្នុងដៃគេបានសម្រេចចិត្តចាក់សោផ្ទះឲ្យជាប់រួចគេហៅពេជ្រដែលជាប៉ូលីសមកអន្តរាគមន៍ជាបន្ទាន់វិបុលឯងស្ងប់អារម្មណ៍សិនទៅឯងដាក់កំបិតចុះភ្លាមទៅឯងកំពុងតែបង្កភាពវឹកវរនៅក្នុងសហគមន៍យើងហើយឯងស្ងប់អារម្មណ៍ចុះណោះ
យើងនៅទីនេះយើងអាចជួយឯងបានបងអាចជួយឯងបានដាក់កំបត់ចុះទៅជួយមែនទេឬមួយពួកឯងត្រូវរៅជាមួយគ្នាជាមួយឯណាដែរឯងចង់ចាប់យើងដាក់គុកមែនទេរួចយកប្រពន្ធអញទៅមែនទេកុំសង្ឃឹមឲ្យសោះនៅពេលនោះវិបលបានស្ទុះទៅរកប៉ូលីសបានធ្វើឲ្យមានការប្រតែបតបគ្នាយ៉ាងខ្លាំងសុធេរីនិងនីតាបានរត់ចេញពីផ្ទះទាំងទឹកភ្នែកហូរស្រក់ទីបំផុតប៉ូលីសបានបាញ់ថ្នាំសន្លប់និងវាយខ្នោះវិបលបានជីម៉ៅបានស្រែកយំអាណិតកូនប្រុសទាំងមិនព្រមទទួលស្គាល់ថាកូនប្រុសរបស់ខ្លួនឯងជាអ្នកបង្កសោកនាដកម្ម លោកប៉ូលីសសូមជួយគាត់ផងទៅយកគាត់ទៅដាក់មណ្ឌលកែប្រែទៅខ្ញុំមិនចង់ឃើញគាត់ស្លាប់ដោយសារតែគ្រឿងញៀនបែបនេះទេ ពេលនោះប៉ូលីសក៏បានចាប់បញ្ជូនគេទៅនៅក្នុងបន្ទប់ដាច់ដោយឡែកមួយនៃមណ្ឌលកែប្រែគ្រឿងញៀនវិបលបានអង្គុយនៅកាច់ជ្រុងបន្ទប់មើលទៅសភាពរបស់គេគឺស្គមស្គាំងរហូតដល់លេចឆ្អឹងជំនីហើយនេះគឺជាសប្តាហ៍ទី2ដែលគេត្រូវផ្ដាច់គ្រឿងញៀននិងស្រាអាការៈញៀនថ្នាំគឺកំពុងតែធ្វើទុកយ៉ាងដំណំពិតជាត្រជាក់ខ្លាំងណាស់ជួយផងម៉ែថេរីយកថ្នាំឲ្យខ្ញុំបន្តិចមកបងមិនត្រឹមតែឈឺសាច់ទេតែឆ្អឹងរបស់បងដូចមានគេយកញញួរមកដំអញ្ចឹងជួយផងគេចាប់ផ្ដើមបោកក្បាលទៅនឹងជញ្ជាំងរូបភាពរវើរវាយមុនក៏ចាប់ផ្ដើមរលីបាត់ម្ដងបន្តិចជំនួសមកវិញនៅការពិតដែលគេបានធ្វើរូបភាពដែលគេយកកំបិតដាក់លើកប្រពន្ធរបស់គេរូបភាពដែលកូនស្រីយំអង្វរសំពះគេបានលេចឡើងចេញមកយ៉ាងច្បាស់អាយ៉ានេះខ្ញុំកំពុងតែធ្វើអីហ្នឹងធេរីឲ្យបងសុំទោសនីតាឲ្យប៉ាសុំទោសប៉ាជាឆាត់ប៉ាគឺជាសត្វដេរិឆានមែនទេបានជាប៉ាធ្វើដាក់កូនបែបនេះអាដាគេជាអ្នកចិត្តខាងដ៏ល្អតែអញបើជាចោតគេទាំងបំពេញខ្ញុំវង្វេងហើយនេះដោយសារតែថ្នាំញៀនទើបធ្វើឲ្យខ្ញុំខ្លាចជាបែបនេះគ្រូពេទ្យនិងមន្ត្រីមណ្ឌលក៏បានដើរចូលមកពិនិត្យវិបលបានស្ទុះទៅអោបជើងលោកគ្រូពេទ្យទាំងទឹកភ្នែកពេទ្យលោកគ្រូពេទ្យសម្រាប់ខ្ញុំទៅខ្ញុំពិតជាឯកាខ្លាំងណាស់លោកគ្រូពេទ្យតើប្រពន្ធកូនរបស់ខ្ញុំគេសុខទុក្ខយ៉ាងណាទៅហើយគេរស់ដែរទេគេស្អប់ខ្ញុំខ្លាំងណាស់តើមែនទេកូនសម្លាញ់នៅផ្ទះដែលធ្លាប់តែមានសម្លេងជេរប្រមាថឥឡូវប្រែទៅជាស្ងាត់ជ្រងំសុធេរីប្រឹងប្រែងដេកខោអាវទាំងយប់ទាំងថ្ងៃដើម្បីសងបំណុលគេនិងចិញ្ចឹមកូនរីឯយាយម៉ៅអង្គុយមើលរូបថតកូនប្រុសទាំងទឹកភ្នែកការបាត់បង់កូនប្រុសទៅកែប្រែនៅឯមណ្ឌលបានធ្វើឲ្យគាត់ដឹងខ្លួនថាការដែលគាត់កាន់ជើងកូនខុសរឿងគឺជាថ្នាំពុលដ៏សាហាវ ថេរីឲ្យម៉ែសុំទោសបែកកន្លងមកម៉ែវង្វេងនឹងកូនប្រុសម៉ែពេករហូតដល់មើលរំលងការជឿចាប់របស់ឯងបើម៉ែហាងខាត់វាឲ្យតាមតឹងជាងនេះតាំងពីដំបូងម្លេះវាបិទធ្លាក់ខ្លួនដល់ថ្នាក់នេះទេណាកូនស្រីឲ្យម៉ែសុំទោសមិនអីទេម៉ែរឿងវាកន្លងហួសទៅហើយខ្ញុំគ្រាន់តែសង្ឃឹមថានៅពេលដែលបងវិបលត្រឡប់មកវិញគាត់នឹងក្លាយជាមនុស្សថ្មីខ្ញុំមិនចង់បានមានប្រាក់អីទេខ្ញុំគ្រាន់តែចង់បានតែសេចក្តីសុខនៅក្នុងផ្ទះតាមប៉ុណ្ណោះស្អែកនេះម៉ែនឹងនាំឯងនិងនីតាទៅសួរសុខទុក្ខវាប៉ូលីសប្រាប់ថាកូនវិបុលគេចាប់ផ្ដើមដឹងខ្លួនហើយនឹងខិតខំកែប្រែណាយើងនឹងផ្ដល់កម្លាំងចិត្តឲ្យវាទៅចោះណាកូន ម៉ែតាប៉ានឹងយកកំបិតមកចាក់ម៉ែទៀតទេតាមែនទេអូយកូនពិតជាខ្លាចប៉ាណា ចាស់មិនអីទេកូនប៉ារបស់កូនបានតែព្យាបាលជំងឺចិត្តអាក្រក់ហើយពេលដែលប៉ាមកវិញប៉ានឹងស្រឡាញ់កូនដូចដាង ធេរីអូនបងស្មានថាអូនមិនមកមើលបងដែលជាមនុស្សអាក្រក់ដូចបងទៀតទេបងឲ្យបងសុំទោសអូនណាអូនសម្លាញ់កូនស្រីឲ្យប៉ាសុំទោស បងវិបលក្រោកឡើងបងនឹងខ្លួនខកបែបនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់កន្លងមករឿងកន្លងមក
ចាត់ទុកថាវាហួសទៅចោះសំខាន់បងសន្យាថានឹងមិនត្រឡប់ទៅរកផ្លូវចាស់នឹងទៀតទីកូនអើយម៉ែក៏ខកដែរកន្លងមកហូបម៉ែជួយការពារកូនខុសរឿងចាប់ពីថ្ងៃនេះទៅកូនត្រូវតែរឹងមាំដើម្បីប្រពន្ធនឹងកូនរបស់កូនណាវិបង ប៉ាលេងជ័យម៉ែទៀតហើយមែនទេប៉ាលេងកាន់កំបិតទៀតហើយមែនទេ នេះតាកូនប៉ាសុំទោសប៉ាជាប៉ាអាក្រក់តែចាប់ពីពេលនេះទៅប៉ានឹងការពារកូននឹងម៉ាក់ឲ្យអស់ពីជីវិតរបស់ប៉ានឹងមិនឲ្យកូនភ័យខ្លាចទៀតឡើយកូនសម្លាញ់6 ខែក្រោយមកវិបុលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផ្ទះដែលធ្លាប់តែងងឹតងងុលឥឡូវត្រូវបានជួសជុលនិងលាបពណ៌ថ្មីវិបុលគេមិនត្រឡប់ទៅរកមិត្តភ័ក្តិដែលញៀនថ្នាំរបស់គេទៀតទេគេចំណាយពេលជួយកាត់ដេរនិងរត់ម៉ូតូកង់3ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសាររបស់គេល្ងាចមួយវិបុលបានទិញផ្លែឈើមួយកន្ត្រកយ៉ាងធំរួចដើរចូលទៅក្នុងផ្ទះវិបុលដែលជាអ្នកជិតខាងល្អរបស់គេបងមកទីនេះគឺដើម្បីមកសុំទោសឯងជាផ្លូវការកន្លងមកបងវង្វេងដោយសារគ្រឿងញៀនបងបានចោទប្រកាន់ឯងនិងម៉ាក់ងាយឯងនិងប្រពន្ធរបស់បងយ៉ាងធ្ងន់ធ្ងរខ្លាំងណាស់បងសុំទោសបងវិបុលខ្ញុំមិនប្រកាន់នឹងបងទេខ្ញុំរីករាយខ្លាំងណាស់ដែលបានឃើញបងត្រឡប់មកវិញជាកូនប្រុសដ៏ល្អវិញយើងជាអ្នកជិតខាងនឹងគ្នាបើមានអីឲ្យខ្ញុំជួយក៏បងប្រាប់មកចុះចាប់តាំងពីថ្ងៃនោះមកគ្រួសាររបស់គេទាំងពីរបានក្លាយជាអ្នកជិតខាងដ៏ល្អនឹងគ្នាវិញគ្រឿងញៀនគឺជាបិសាចដែលសម្លាប់សុភមង្គលប៉ុន្តែសេចក្តីមេត្តានិងការតាំងចិត្តគឺជាថ្នាំទិព្វអាចស្រោចស្រង់ជីវិតឲ្យរស់ឡើងវិញបាន